ចាសូមស្ទើរតែដៃជូនក៏ខ្លាំងៗទាំងអស់គ្នាផងដែរចា 주연 뉴스와 반갑습니다. 애터미 대표 윤용수입니다. ជំរាបសួរអ្នកទាំងអស់គ្នាហើយក៏រីករាយដែលបានជួបអ្នកទាំងអស់គ្នានៅថ្ងៃនេះផងដែរខ្ញុំបាទឈ្មោះយូនយ៉ុងស៊ូនដែលជាអគ្គនាយកនៃក្រុមហ៊ុន Atomy ផងដែរ 한국에서는 리치라고 부릅니다. នៅប្រទេសកូរ៉េគេហៅរហស្សនាមខ្ញុំថា Richie 그래서 편안하게 여러분들 리치라고 불러도 됩니다. ដូច្នេះអ្នកទាំងអស់គ្នាបើពិបាកហៅឈ្មោះខ្ញុំជាភាសាកូរ៉េគ្រាន់តែហៅខ្ញុំថា Mr. Richie គឺជាការស្រេច 저는 직업이 의사입니다. តាមពិតទៅខ្ញុំគឺជាវិជ្ជបណ្ឌិតមួយរូប 그래서 큰 병원에서 일을 하다가 애터미에 합류를 했습니다. ខ្ញុំបានចំណាយពេលវេលាក្នុងការធ្វើជាវិជ្ជបណ្ឌិតនៅមន្ទីរពេទ្យដ៏ធំមួយនៅប្រទេសកូរ៉េក្រោយមកខ្ញុំត្រូវបានអញ្ជើញឲ្យធ្វើជាអគ្គនាយកនៃក្រុមហ៊ុន Atomy ផងដែរ 애터미에 왔더니 많은 사람이 해모임 얘기를 합니다. នៅពេលដែលខ្ញុំមកដល់ Atomy ដំបូងគឺមានមនុស្សជាច្រើននិយាយអំពី Hemohim 해모임을 먹고 정말 많은 병이나 많은 증상들이 좋아졌습니다. គឺមានមនុស្សជាច្រើនបាននិយាយថាដោយសារតែការបរិភោគ Hemohim របស់គាត់ធ្វើឲ្យជំងឺរបស់គាត់បានល្អប្រសើរអ្នកខ្លះរហូតដល់ទៅហ៊ាននិយាយពាក្យថាបានជាសះស្បើយពីជំងឺដែលគាត់ធ្លាប់ឆ្លងកាត់កន្លងមកផងដែរ 어떤 사람은 아토피 피부염이 좋아졌고 អ្នកខ្លះបាននិយាយថាស្បែកគាត់ដែលមានកមរមាស់គឺត្រូវបានជាដាច់ 어떤 사람은 머리가 난다는 사람도 있습니다. អ្នកខ្លះថាសក់គាត់ដែលធ្លាប់តែជ្រុះហើយសឹងតែទំពេទាំងអស់ត្រូវបានដុសឡើងវិញ 어떤 사람은 아기를 못 갖다가 아기를 가졌다는 사람도 있습니다. អ្នកខ្លះបាននិយាយថាគឺគាត់មិនអាចមានបត់បានឡើយប៉ុន្តែក្រោយពីទទួលទាន Hemohim គឺគាត់មានបត់តាមសេចក្តីប្រាថ្នារបស់គាត់ 어떤 사람은 일만 하면 피로해서 맨날 누워 있다가 해모임을 먹고 벌떡 일어났다는 사람도 있습니다. អ្នកខ្លះបាននិយាយថាគាត់គឺជាមនុស្សតែងតែអស់កម្លាំងមិនដែលងើបអង្គុយរួចក្រោយពីធ្វើការប៉ុន្តែក្រោយពីទទួលទាន Hemohim គាត់ខ្លះជាមនុស្សដែលតែងតែមានកម្លាំងពេញទោះបីជាគាត់បំពេញកិច្ចការពេញមួយថ្ងៃក៏ដោយ 심지어는 암이 좋아졌다는 회복됐다는 사람들 들었습니다. ហើយជាជាក់ស្ដែងគឺមានអ្នកដែលគាត់មានជំងឺមហារីកដោយផ្ទាល់ហើយគាត់បាននិយាយថាជំងឺមហារីករបស់គាត់គឺបានវិវត្តទៅកម្រិតទាបបំផុតស្ទើរតែគ្មាននៅក្នុងខ្លួន 나는 의사로서 이게 왜 그런지 너무 궁금했습니다. ដូច្នេះខ្ញុំគឺជាវិជ្ជបណ្ឌិតមួយរូបផ្នែកវិទ្យាសាស្ត្រគឺខ្ញុំបានរៀនហើយខ្ញុំបានឆ្លងកាត់បទពិសោធន៍ជាច្រើនខ្ញុំមានការឆ្ងល់មែនទែនចំពោះ Hemohim 그래서 해모임 논문을 다 읽었습니다. ខ្ញុំក៏បានធ្វើការអានអំពីនិក្ខេបបទដែលគេសរសេរអំពី Hemohim ទាំងប៉ុន្មាន 그리고 임상 시험도 했습니다. ហើយខ្ញុំក្រោយពីអាននិក្ខេបបទទាំងនោះខ្ញុំក៏បានប្រមូលក្រុមគ្រូពេទ្យជំនាញដើម្បីធ្វើជាការពិសោធន៍ទៅលើរាងកាយមនុស្សដោយផ្ទាល់ដោយក្រុមរបស់ខ្ញុំផ្ទាល់ផងដែរ 자, 그래서 오늘은 전 세계에서 처음으로 우리 캄보디아, 우리 애터미 회원들을 위해서 제가 다 공개하려고 합니다. ដូច្នេះអ្វីដែលជាបទពិសោធន៍នៅក្នុងការធ្វើការដកពិសោធន៍លើរាងកាយមនុស្សដោយផ្ទាល់ដែលខ្ញុំបានឆ្លងកាត់ខ្ញុំនឹងជម្រាបជូនទាំងអស់ដោយម្លាក់សម្រាប់តែសមាជិក Atomy កម្ពុជាមួយតែប៉ុណ្ណោះបាទ 해모임은 당귀, 천궁, 작약을 이용해서 만듭니다. បាទនៅសម្រាប់ Hemohim គឺមានសារធាតុផ្សំគោលដូចជា Angelica ឈុនគង់ក៏ដូចជា Peony 여기서 당귀라는 것이 가장 기본입니다. Angelica គឺភាសាកូរ៉េគេហៅថា Tangui គឺជាសារធាតុផ្សំគោលដែលសំខាន់ជាងគេនៅក្នុង Hemohim 당귀의 뜻은 당은 당연하다, 귀는 집으로 돌아온다입니다. បើយើងបកស្រាយតាមបែបភាសាចិនថាំងមានន័យថាគឺជារឿងដាច់ខាតហើយឃ្វីគឺជារឿងមួយដែលត្រឡប់មកផ្ទះវិញមានថាបើសិនយើងបកប្រែចូលគ្នាដាច់ខាតត្រូវតែត្រឡប់ចូលផ្ទះវិញ 왜 당귀냐면 몇천 년 전에 남편이 전쟁을 나가면
부인들이 당기를 갖추었습니다. បាទហើយដល់អ្វីបានជាគេដាក់ឈ្មោះថាដាច់ខាតត្រូវតែត្រឡប់មកផ្ទះវិញកាលពីប្រហែលពាន់ឆ្នាំមុនគឺនៅពេលដែលប្តីចេញទៅធ្វើសង្គ្រាមចេញទៅសឹកសង្គ្រាមប្រពន្ធតែងតែឲ្យថាំងគីទៅញ៉ាំ 이 당기를 갖고 전쟁에 나간 사람들이 당기를 가지고 전쟁에 나간 사람들은 다 당기를 먹고 집으로 돌아왔습니다. បាទជាក់ស្ដែងគឺអ្នកដែលទទួលយកថាំងគីឬអេនជីលីកានេះយកទៅញ៉ាំនៅពេលប្រពន្ធឲ្យយកទៅញ៉ាំគឺតែងតែត្រឡប់មកផ្ទះវិញទាំងអស់ 그런데 당기를 안 먹은 사람들은 전쟁에서 돌아오다가 지쳐서 다 죽었습니다. ប៉ុន្តែអ្នកដែលមិនបានយកថាំងគីឬអេនជីលីកាទៅតាមខ្លួននៅពេលនោះគឺដល់ពេលចប់សង្គ្រាមក៏ដោយគាត់មានជីវិតរស់ពីសង្គ្រាមមែនប៉ុន្តែមកដល់ពាក់កណ្ដាលផ្លូវគាត់អស់កម្លាំងគឺស្លាប់ពាក់កណ្ដាលផ្លូវដោយសារតែការអស់កម្លាំងរបស់គាត់ហ្នឹងឯង 그래서 중국에서 한국에서는 이름을 당귀라고 지은 겁니다. ដូច្នេះហើយទើបគេដាក់ឈ្មោះវាថាថាំងគីដែលមានន័យថាដាច់ខាតត្រូវតែត្រឡប់មកផ្ទះវិញហ្នឹងឯង 이 당귀는 한의학적으로 피를 생성합니다. សម្រាប់អេនជីលីកាគឺជារុក្ខជាតិម្យ៉ាងដែលមានសារធាតុជួយបង្កើតគ្រាប់ឈាម 엄밀히 말하면 피를 만드는 게 아니라 피의 혈액의 기능을 좋게 하는 겁니다. បើសិនជាយើងនិយាយឲ្យងាយយល់គឺគ្រាប់ឈាមគឺវាត្រូវបានបង្កើតឡើងមែនប៉ុន្តែជាគ្រាប់ឈាមដែលពោពេញទៅដោយសុខភាពល្អនឹងឯង 여러분 우리 몸에서 이 피, 혈액은 어떤 기능을 하는지 아시나요? បាទអ្នកទាំងអស់គ្នាដឹងអត់ថាតើគ្រាប់ឈាមមានតួនាទីអីគេ 첫 번째, 영양을 공급해 줍니다. ទី1គឺដឹកជញ្ជូននៅជីវជាតិចិញ្ចឹមទៅកាន់សារពាង្គកាយ 두 번째, 면역. 균이 들어오면은 싸우는 역할을 합니다. ទី2គឺមានតួនាទីការពាររាងកាយដោយសារតែការទប់ស្កាត់នៅមេរោគផ្សេងៗដែលចូលមកនៅក្នុងខ្លួនយើង 세 번째, 몸에 쓰레기가 생기면 이거를 청소합니다. ទី3គឺគ្រាប់ឈាមមានតួនាទីដឹកជញ្ជូនកាកសំណល់ផ្សេងៗដែលកើតមាននៅក្នុងរាងកាយរបស់យើងនឹងឯង 그래서 피는 영양을 공급하고 우리 몸을 지키는 전쟁을 하고 쓰레기를 청소하는 기능을 합니다. ដូច្នេះមុខងារសំខាន់នៃគ្រាប់ឈាមទី1គឺដឹកជញ្ជូនជីវជាតិចិញ្ចឹមទៅសារពាង្គកាយគ្រប់កន្លែងទី2គឺទប់ស្កាត់ក៏ដូចជាប្រឆាំងនឹងមេរោគផ្សេងៗដែលចូលទៅក្នុងខ្លួនហើយទី3គឺមានតួនាទីនិងមុខងារសម្អាតនៅសារធាតុដែលប៉ះពាល់ដល់រាងកាយឬក៏កាកសំណល់ផ្សេងៗដែលមាននៅក្នុងរាងកាយទៅកាន់កន្លែងដែលចាក់ចោលបាទ 이 기능을 가장 잘하는 식물이 당귀입니다. ដូច្នេះមុខងារទាំង3នេះថាំងគីឬអេនជីលីកាគឺមានមុខងារសំខាន់នៅក្នុងការធ្វើឲ្យមុខងារទាំង3នេះល្អប្រសើរជាប្រចាំ 자, 근데 영양을 공급해야 되고 전쟁에 나갈 군대를 공급해야 되고 쓰레기를 치우러 사람들이 가야 되는 길을 만들어야 되는 겁니다. ប៉ុន្តែបើសិនជាយើងគ្រាប់ឈាមហ្នឹងគឺត្រូវការផ្លូវក្នុងការដឹកជញ្ជូនមិនថាកាកសំណល់ដឹកជញ្ជូនជីវជាតិក៏ដូចជាធ្វើការទប់ស្កាត់មេរោគទេគឺយើងត្រូវគ្រាប់ឈាមត្រូវការផ្លូវនៅក្នុងការធ្វើចលនា 이 길을 만드는 길을 4차선도로 고속도로로 아주 깔끔하게 만드는 역할을 하는 것이 천궁입니다. ដូច្នេះតើអ្នកណាដែលជាដើរតួនៅក្នុងការធ្វើបង្កើតផ្លូវដែលល្អប្រសើរគឺឆុនគង់គឺជារុក្ខជាតិដែលមានមុខងារនៅក្នុងការសម្អាតនៅក្នុងសរសៃឈាមផងដែរ 그래서 천궁은 우리의 혈관을 튼튼하게 하고 이 혈액의 흐름을 아주 좋게 만드는 겁니다. ដូច្នេះឆុនគង់គឺមានមុខងារពិសេសនៅក្នុងការធ្វើឲ្យសរសៃឈាមរបស់មនុស្សមានភាពរឹងមាំក៏ដូចជាជួយសម្រួលទៅដល់ចលនានៃគ្រាប់ឈាមដែលហូរឆ្លងកាត់សរសៃឈាមទាំងប៉ុន្មាន 여러분들이 쉽게 이해하려면 여기 푸놈펜에서 CM리까지 가는 고속도로를 만드는 역할이 천국이라고 생각하면 됩니다. អានេះបើសិនយើងខ្ញុំចង់ឧទាហរណ៍ឲ្យងាយយល់នោះគឺឆុនគង់គឺវាមានមុខងារដូចជាការដែលរដ្ឋាភិបាលនឹងធ្វើផ្លូវគេហៅថា
là bươn lươn bị phnom penh tới xiêm điệp bàn bấy ấy làm bấy bằng cái là bươn ở khăn cá nè đại thua đầm ná cắt phơi năng ảnh. 자, 그런데 여기서 CM리까지 가는 고속도로를 만들면 쓰레기가 생길까요? 안 생길까요?ប៉ុន្តែនៅក្នុងដំណាក់កាលដែលយើងធ្វើផ្លូវពីភ្នំពេញទៅសៀមរាបផ្លូវលបឿនលឿនតើនឹងមានកាកសំណល់ក៏ដូចជាសម្រាមដែលកើតឡើងអត់មានអត់ 여기서 CM리까지 가는 도로를 만들면 시간이 흐르면 도로가 손상이 될까요? 손상이 안 될까요? ហើយនៅពេលដែលធ្វើផ្លូវរួចហើយនៅពេលផ្លូវនឹងប្រើយូរទៅតើផ្លូវនឹងខូចអត់ 그래서 이 도로를 청소하고 손상된 거를 보상해주고 도로를 매끈하게 만드는 역할하는 것이 작약입니다. ដូច្នេះដើម្បីឲ្យផ្លូវហ្នឹងมันមានកាកសំណល់នៅរញ៉េរញ៉ៃហើយផ្លូវដែលខូចហ្នឹងត្រូវបានជួសជុលឡើងវិញបានល្អប្រសើរនិងមានភាពរលូនជាប្រចាំមានភាពរលោងជាប្រចាំគឺផេអូនីគឺមានមុខងារសំខាន់នៅលើការសម្អាតក៏ដូចជាជួសជុលនៅសរសៃឈាមឡើងវិញផងដែរ 당기 청군 작약은 다 면역세포를 활성화시키고 피로를 좋게 하지만 대표적인 기능을 말하라고 하면 당귀는 혈액의 기능을 좋게 하고 청궁은 기를 내고 작약은 이 기를 만드는 과정에 있는 부산물, 쓰레기를 정리하는 역할을 합니다. បាទសរុបសេចក្តីឡើងមកវិញគឺផេអូនីសំទោសបាទគឺអេនជីលីកាឬថាំងគីគឺមានមុខងារនៅក្នុងការធ្វើឲ្យក្របឈាមមានមុខងារដ៏ល្អប្រសើររីឯឆុនគង់គឺមានមុខងារក្នុងការបង្កើតនៅសរសៃឈាមធ្វើឲ្យសរសៃឈាមមានភាពរឹងមាំរីឯផេអូនីគឺមានមុខងារក្នុងការសម្អាតសរសៃឈាមក៏ដូចជាជួសជុលសរសៃឈាមដែលខូចខាតឡើងវិញផងដែរ 그래서 사람들이 해모임을 먹으면 암도 좋아진다, 피부도 좋아진다, 피로도 없어진다 이런 수많은 얘기를 하는 겁니다. ដូច្នេះហើយតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំទៅលើវាគឺមានន័យថាអ្នកដែលទទួលទានហេមហៀមគឺមានប្រសិទ្ធភាពផ្សេងគ្នាអ្នកខ្លះស្បែកល្អជាងមុនអ្នកខ្លះសក់ដុសឡើងវិញអ្នកខ្លះធ្វើឲ្យមេរោគមហារីកបាត់ចេញពីខ្លួនគាត់អ្នកខ្លះធ្វើឲ្យជំងឺផ្សេងដែលគាត់ធ្លាប់មានត្រូវបាត់បង់ត្រូវចេញពីខ្លួនគាត់នឹងឯង 그런데 우리가 임상시험을 했더니 지금 밝혀진 거는 면역 기능하고 피로 개선 효과는 밝혀졌습니다. ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតហេម៉ូហ៊ីមតាមរយៈការធ្វើការពិសោធន៍ទៅលើខ្លួនមនុស្សដោយផ្ទាល់មិនត្រឹមតែជួយទៅដល់ប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់មនុស្សទេថែមទាំងជួយបំបត្តិភាពអស់កម្លាំងដែលមានជាប្រចាំផងដែរ 이제 앞으로 계속 연구를 해서 이거 외에도 다른 기효능구를 다 우리가 밝혀낼 겁니다. ហើយការសិក្សាស្រាវជ្រាវក៏ដូចជាពិសោធន៍អំពីមុខងាររបស់ហេម៉ូហ៊ីមនៅតែបន្តហើយនឹងមានមុខងារថ្មីកើតឡើងតាមរយៈការពិសោធន៍របស់យើងនៅថ្ងៃខាងមុខឆាប់ៗផងដែរ 자, 해모임의 첫 번째 면역 기능이 있는데 면역은 외부에서 코로나 같은 균이나 바이러스가 들어오면 그거를 물리치는 그런 효과를 면역이라고 합니다. បាទអញ្ចឹងសប្តាហ៍ថ្ងៃមុខងារទី1គឺការជួយទៅដល់ប្រព័ន្ធភាពស៊ាំគឺជាប្រព័ន្ធការពាររាងកាយមួយដែលការពារពពួកមេរោគផ្សេងដូចជាមេរោគកូវីដ -19 អីចូលក្នុងខ្លួនយើងអញ្ចឹងវាមានមុខងារជួយប្រយុទ្ធប្រឆាំងក៏ដូចជាកម្ចាត់មេរោគនោះមិនឲ្យធ្វើទុកនៅក្នុងខ្លួនយើង 여러분들이 만약에 바닥에 있는 이런 흙을 이렇게 만졌다가 손가락을 빨면 이 손에서 이 안에 나쁜 균들이 우리 뱃속에 들어옵니다. ឧទាហរណ៍ថានៅចុងដៃរបស់យើងបានប៉ះជាមួយនឹងដីឬក៏ទូលីហើយយើងច្រឡំយកម្រាមដៃរបស់យើងដាក់ចូលក្នុងមាត់នោះនឹងមានមេរោគរាប់ពាន់ក្បាលជ្រៀតចូលទៅក្នុងខ្លួនរបស់យើងគឺទៅតាមសកម្មភាពមួយនោះ 그러면 배탈도 나고 열도 나고 여러 가지 우리를 힘들게 합니다. អញ្ចឹងមេរោគទាំងអស់នោះគឺវាមានការវាយលុកផ្សេងគ្នាអ្នកមេរោគខ្លះធ្វើឲ្យយើងក្តៅខ្លួនហើយមេរោគខ្លះធ្វើឲ្យយើងរាករូសចុកពោះឬហើយមេរោគខ្លះធ្វើឲ្យយើងពិបាកនៅក្នុងការមានសកម្មភាពជីវិតប្រចាំថ្ងៃផងដែរ 이 균을 잡는 게 면역 기능입니다. ដូច្នេះប្រព័ន្ធភាពស៊ាំគឺមានមុខងារនៅក្នុងការកម្ចាត់ពពួកមេរោគដែលចូលនៅក្នុងខ្លួនយើងនឹងឯង
우리 몸에는 이렇게 정말 많은 면역 세포가 있습니다. ជាក់ស្ដែងនៅក្នុងខ្លួនរបស់យើងគឺមានកោសិកាប្រព័ន្ធភាពស៊ាំច្រើនប្រភេទណាស់អ្នកនរគ្នា 그 중에서 가장 최전선 맨 앞에서 첫 번째로 싸우는 세포가 NK 셀입니다. ប៉ុន្តែនៅក្នុងចំណោមកោសិកាប្រព័ន្ធភាពស៊ាំទាំងអស់នៅក្នុងខ្លួនរបស់មនុស្សយើងគឺកោសិកា NK គឺជាកោសិកាទ័ពជួរមុខគេមានថាវាជាអ្នកឈរនៅជួរខាងមុខដើម្បីកម្ចាត់មេរោគដែលចូលក្នុងខ្លួនយើងនឹងឯង 균이 들어오면 맨 처음에 NK 셀이 나와 싸웁니다. បាទអញ្ចឹងបើសិនជាមេរោគចូលក្នុងខ្លួនយើងភ្លាមគឺមានតែកោសិកា NK ទេជាកោសិកាទ័ពជួរមុខដែលកម្ចាត់ពពួកមេរោគនោះមុនគេ NK 셀이 싸우는 동안에 후방에 있는 군대 보고 빨리 와서 도우라고 얘기합니다. បាទអញ្ចឹងកោសិកា NK មិនមែនត្រឹមតែកម្ចាត់មេរោគទេអញ្ចឹងនៅជួរមុខវាកំពុងតែធ្វើសង្គ្រាមជាមួយមេរោគហើយប៉ុន្តែវាបានផ្ដល់សញ្ញាទៅជួរក្រោយភ្លាមថាមកឲ្យលឿនយើងកំពុងតែចាប់ពពួកមេរោគបានហើយ 그래서 우리 편이 많이 오면 우리가 이기는 겁니다. ដូច្នេះហើយបើសិនជាមានកោសិកាប្រព័ន្ធភាពស៊ាំទទួលបានព័ត៌មានច្រើនហើយមកច្រើនជាងពពួកមេរោគអញ្ចឹងមានន័យថាប្រព័ន្ធភាពស៊ាំរបស់យើងនឹងឈ្នះពពួកមេរោគនឹង 그래서 NK 셀은 적들이 오면 최전선에서 싸우는 병사라고 생각하면 됩니다. បាទអញ្ចឹងយើងអាចនិយាយថាកោសិកា NK គឺជាប្រព័ន្ធភាពស៊ាំទ័ពជួរមុខមួយដែលកម្ចាត់ពពួកសត្រូវមេរោគនឹងមុនគេបង្អស់ 해모임은 이 NK 셀을 활발하게 만듭니다. អញ្ចឹងហេមហ៊ីមយ៉ាងម៉េចដែរគឺវាមានសារធាតុសំខាន់នៅក្នុងការពង្រឹងក៏ដូចជាផ្ដល់នៅធម៌ពលទៅដល់កោសិកា NK ឲ្យកោសិកា NK មានភាពសកម្មខ្លាំងក្លានឹងឯង 근데 전쟁을 하면 맨 앞에 싸우는 NK 셀만으로는 부족합니다. ប៉ុន្តែយើងដឹងហើយការដែលសមរភូមិមួយគឺมันអាចពឹងតែតបជួរមុខបានទេអញ្ចឹងនៅមានតបជួរក្រោយទៀត 그래서 후방에 있는 부대를 끌어오도록 연락을 해야 됩니다. បាទអញ្ចឹងតបជួរមុខមិនមែនត្រឹមតែប្រយុទ្ធប្រឆាំងទេតែនឹងផ្ដល់ព័ត៌មានក៏ដូចជាស្ថានភាពនៃសមរភូមិទៅកាន់តបជួរក្រោយ 해모임은 이 연락을 원활하게 하게 합니다. អញ្ចឹងហេមហ៊ីមក៏ដូចមិនមែនត្រឹមតែឲ្យការ NK មានភាពសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងមេរោគទេប៉ុន្តែវាក៏មានភាពសកម្មផ្ដល់ព័ត៌មានទៅតបជួរក្រោយមានថាប្រព័ន្ធភាពស៊ាំជួរក្រោយទៀត NK 셀이 싸우고 후방 부대가 와서 막 싸우다 보면 군인들이 부족합니다. បាទអញ្ចឹងនៅពេលដែលកោសិកា NK ក៏ដូចជាកោសិកាផ្សេងទៀតដែលជាតបជួរក្រោយនឹងមកប្រយុទ្ធគ្នាពេលខ្លះនឹងអាចខ្វះនៅគេហៅថាតបដែលប្រយុទ្ធអាចតិចជាងមេរោគដែលមាននៅក្នុងខ្លួននឹងឯង 그래서 해모임은 후방에서 군인들을 훈련을 시킵니다. ដូច្នេះកោសិកា NK មិនត្រឹមតែជាអ្នកប្រយុទ្ធប្រឆាំងផ្ដល់ព័ត៌មានទេប៉ុន្តែជាអ្នកបង្វឹកកោសិកាប្រព័ន្ធភាពស៊ាំដទៃទៀតអំពីវិធីសាស្ត្រក្នុងការកម្ចាត់មេរោគ 그래서 해모임은 면역에 대해서는 최고입니다. ដូច្នេះយើងអាចនិយាយបានថាហេម៉ូហ៊ីមគឺវាល្អខ្លាំងបំផុតចំពោះប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់យើង 해모임은 균이 오면 맨 앞에서 싸우게 하고 후방에 연락해서 군인들이 오게 하고 또 군인들이 모자랄까봐 후방에서 신병들을 교육해서 다시 데려오는 역할을 합니다. បាទអញ្ចឹងហេម៉ូហ៊ីមមិនត្រឹមតែជាទ័ពប្រយុទ្ធជួរមុខទេប៉ុន្តែហេម៉ូហ៊ីមនឹងផ្ដល់បាទសំទោសហេម៉ូហ៊ីមមិនត្រឹមតែជួយទៅដល់ទ័ពជួរមុខទេហើយហេម៉ូហ៊ីមក៏បង្កើតនៅការតភ្ជាប់ផ្ដល់ព័ត៌មានទៅទ័ពជួរក្រោយថែមទាំងធ្វើឲ្យហេម៉ូហ៊ីមធ្វើឲ្យទ័ពជួរក្រោយនេះមានការបង្វឹកក្នុងការកម្ចាត់មេរោគផងដែរ NK셀의 맨 앞에 싸우고 후방에 연락하는 거를 사이토카인의 기능이라고 하고 신병 부대를 기르는 거를 면역 세포가 활성화된다고 얘기합니다. បាទអញ្ចឹងបើសិនជាយើងប្រៀបធៀបឲ្យងាយយល់កោសិកា NK គឺជាទ័ពជួរមុខរីឯ Cytokine គឺជាការផ្ដល់សញ្ញាទៅដល់ទ័ពជួរក្រោយរីឯការបង្កើនភាពសកម្មបន្ថែមទៀតទៅដល់ទ័ពជួរក្រោយខាងថ្មីទៀតនោះគឺជាការបង្កើន
មុខងារប្រព័ន្ធភាពស៊ាំនឹងឯង 그래서 사람의 피를 뽑아서 임상 시험을 했습니다. ដូច្នេះក្រុមវិជ្ជបណ្ឌិតដែលធ្វើការជាមួយខ្ញុំពួកគាត់បានធ្វើការពិសោធន៍ដោយផ្ទាល់ទៅលើរាងកាយមនុស្សជាមួយនឹងខ្ញុំផងដែរ 여러분들이 잘 보면 여기 NK 셀이 해모인 먹은 사람들은 이만큼인데 안 먹은 사람들은 이 정도입니다. បាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើលទៅគឺយើងបានធ្វើការបូមឈាមអ្នកដែលចូលរួមពិសោធន៍ដោយផ្ទាល់អ្នកដែលទទួលទានហេម៉ូហ៊ីមគឺមានបាទកម្រិតកោសិកា NK ខ្ពស់ជាងគេរីឯអ្នកដែលមិនទទួលទានហេម៉ូហ៊ីមគឺកម្រិតឈាមមធ្យមគឺ 1/3 នៃអ្នកញ៉ាំតែប៉ុណ្ណោះ 자, 두 번째 사이토카인도 해모임을 먹은 사람들은 요 정도인데 안 먹은 사람들은 요 정도입니다. ហើយសម្រាប់ protein cytokine ក៏ដូចគ្នាផងដែរអ្នកដែលទទួលទាន hemohim cytokine មានស្ថិរភាពតាមតម្រូវការរាងកាយរីឯអ្នកមិនទទួលទាន hemohim គឺកម្រិត cytokine អ្នកខ្លះគឺទាបខ្លាំងមែនទែនហើយអ្នកខ្លះលើសតម្រូវការរាងកាយ 면역세포도 잘 보면 해모임 먹은 사람들은 이렇게 이쪽 왼쪽에 있는 것처럼 보라색으로 아주 잘 예쁘게 돼 있는데 해모임을 안 먹은 사람들은 이렇게 옅은 색깔로 세포가 활성화가 안 돼 있습니다. ហើយបើសិនជាអ្នកទាំងអស់គ្នាមើលទៅលើរូបខាងក្រោយមួយនេះទៀតអ្នកដែលទទួលទាន hemohim គឺមានពណ៌ស្វាយល្អណាស់ដោយសារតែប្រព័ន្ធកោសិកា NK គឺមានច្រើនសំទោសប្រព័ន្ធភាពស៊ាំយើងមានច្រើននៅពេញហ្នឹងរីឯអ្នកដែលអត់ទទួលទាន hemohim ទេប្រព័ន្ធភាពស៊ាំគឺពណ៌ស្វាយគឺមានចន្លោះពណ៌ផ្កាឈូកច្រើនដោយសារអីវាមានតិចទៅជាងតម្រូវការរាងកាយយើងហ្នឹងឯង 여러분들이 잘 보면 이쪽에 있는 것은 군인들이 아주 잘 모여 있다고 생각하면 되고 이쪽 해모임 안 먹은 사람들은 군인들이 얼마 없다고 생각하면 됩니다. បាទអញ្ចឹងយើងអាចមើលបានសម្រាប់ពណ៌ស្វាយក្រាស់នៅខាងឆ្វេងដៃរបស់អ្នកទាំងអស់គ្នានេះគឺវាអាចប្រៀបធៀបថាយើងកំពុងតែមានទ័ពនៅណែនណាន់តាន់តាប់ក្នុងការការពារទីឯខាងនេះវិញគឺជាទ័ពដែលខ្វះខាតចំនួនហើយមានភាពចន្លោះជាដោយកន្លែងនឹងឯងបាទ 그래서 제가 의사로서 얘기하는데 면역은 해모임이 최고입니다. ដូច្នេះហើយក្នុងនាមខ្ញុំជាវិជ្ជបណ្ឌិតហើយក្រុមខ្ញុំបានធ្វើការពិសោធន៍ដោយផ្ទាល់គឺ hemohim គឺវាល្អបំផុតសម្រាប់រាងកាយរបស់យើង 근데 여러분 면역이 왜 중요할까요? អ្នកទាំងអស់គ្នាហេតុអីបានជាប្រព័ន្ធការពារឬក៏ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងសំខាន់ 면역 문제가 생기면 이런 여러 가지 문제가 생기는데 가장 현대인에게 문제가 되는 것은 염증 반응이 증가하는 겁니다. បាទអញ្ចឹងបើសិនជាប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់យើងចុះខ្សោយគឺវាមានអាការៈទាំងនេះកើតឡើងនៅក្នុងរាងកាយរបស់មនុស្សយើងប៉ុន្តែសម្រាប់មនុស្សសពថ្ងៃគឺបញ្ហាសារធាតុរលាកនៅក្នុងរាងកាយហ្នឹងគឺសំខាន់មែនទែនហើយគឺមានការកើនឡើងជារៀងរាល់ថ្ងៃផងដែរ 여러분 남자들은 자동차를 운전하는 사람들은 엔진 오일을 갈아야 됩니다. បាទដូចជាអ្នកទាំងអស់គ្នាដឹងហើយនៅពេលដែលយើងមានឡានមួយគ្រឿងឬក៏ម៉ូតូមួយគ្រឿងពេលយើងប្រើម៉ូតូប្រើឡាននឹងយូរទៅយើងត្រូវតែដូរអីគេគឺដូរប្រេងរំអិលឬក៏យើងហៅថាប្រេងម៉ាស៊ីន 왜냐하면 엔진이 염증 반응이 일어나기 때문에 오일을 다 빼고 새로 넣어줘야 됩니다. ព្រោះថាការវិលនៃម៉ាស៊ីនឡានឬធ្វើឲ្យគេហៅថាការកកិតហ្នឹងវាបង្កើតសំណឹកយ៉ាងច្រើននៅក្នុងម៉ាស៊ីនឡានហ្នឹងឯងបើសិនជាយើងមិនបដូរទេការកកិតហ្នឹងវានឹងទៅជាចំហេះនៅក្នុងម៉ាស៊ីនឡានក៏ថាបានទៅជាឆេះម៉ាស៊ីនបាទ 우리 몸도 자동차랑 똑같아서 나이가 먹으면 먹을수록 염증 반응이 올라갑니다. ដូច្នេះរាងកាយរបស់យើងក៏ដូចគ្នាផងដែរគឺបើសិនជាយើងមិនបានគ្រប់គ្រងទៅលើសារធាតុរលាកនៅក្នុងខ្លួនរបស់យើងទេអាយុយើងកាន់តែច្រើនបញ្ហានៃសុខភាពរបស់យើងនឹងកើនឡើងដោយសារតែសារធាតុរលាកនៅក្នុងខ្លួនរបស់យើងវាមានការកើនឡើងអាការៈរលាកនៅក្នុងខ្លួនរបស់យើងគឺមានការកើនឡើងទៅតាមអាយុចាស់របស់យើងនឹងឯង 나이가 먹어도 어려 보이는 사람들은 염증 반응이 낮은 사람들입니다. បើសិនជាអ្នកទាំងអស់គ្នាមើលទៅអ្នកដែលគាត់មានអាយុច្រើនហើយមានមុខក្មេងដូចជាខ្ញុំចេះអញ្ចឹងមានន័យថានៅក្នុងខ្លួនរបស់ខ្ញុំហ្នឹងគឺអត់មានសារធាតុរលាកហ្នឹងមានកម្រិតទាបនឹងឯង
아니면 나이가 먹어도 어려 보이는 사람은 염증을 잘 해결하는 사람들입니다. ឬអាចនិយាយបានថាអ្នកដែលមានអាយុច្រើនហើយតែនៅមានមុខក្មេងគឺដោយសារតែគាត់បានគ្រប់គ្រងក៏ដូចជាមានទម្លាប់ដែរមិនឲ្យមានការបង្កើតសារធាតុរលាកនៅក្នុងខ្លួនរបស់គាត់កើនឡើងនឹងឯង 자, 여기 있는 분 중에서 나는 나이에 비해서 내가 나이가 많이 들어 보인다 한번 손 들어 보세요. បាទអញ្ចឹងអ្នកដែលគិតថាខ្លួនឯងចាស់ជាងអាយុលើកដៃខ្ញុំអត់លើកដៃទេបាទចាស់ជាងអាយុបាទចាស់ជាងអាយុ 그런 분들은 해모임을 드셔야 បាទ 됩니다. អញ្ចឹងដើម្បីកុំឲ្យចាស់ជាងអាយុឬក៏ចាស់ទៅតាមអាយុសូមទទួលទានហេមហ៊ីមជាប្រចាំ 자, 염증은 급성 염증이 있고 만성 염증이 있습니다. បាទអញ្ចឹងសារធាតុរលាកដែលមាននៅក្នុងខ្លួនរបស់យើងគេហៅថាជាមានដូចជាសារធាតុរលាករ៉ាំរ៉ៃនិងសារធាតុរលាកដែលមានកម្រិតខ្ពស់ផងដែរ 만성 염증이 점점점 심해지면 뇌경색, 심장마비, 간에 문제가 생기고 또 이런 소화도 문제가 생기는 온몸의 장기가 다 힘들어집니다. បាទអញ្ចឹងការរលាករ៉ាំរ៉ៃនឹងបង្កើតចេញជាអាការៈដូចជាដាច់សរសៃឈាមនៅក្នុងខួរក្បាលឬក៏ជំងឺគាំងបេះដូងឬក៏มันអាចមានសមត្ថភាពក្នុងការបន្តពូជក៏ដូចជាគេហៅថាបង្កើតជាមេរោគមហារីកនៅក្នុងខ្លួនក៏ថាបានដែរ 그런데 어떤 사람이 염증이 많은 사람일까요? បាទអញ្ចឹងយើងមើលថាតើយើងដឹងអត់ថាតើអ្នកណាគឺជាមនុស្សដែលផ្ទុកនៅសារធាតុរលាកនៅក្នុងខ្លួនច្រើន 첫 번째, 당뇨가 있는 사람은 염증이 높습니다. បាទទី1អ្នកដែលមានជំងឺទឹកនោមផ្អែមគឺគាត់មានកម្រិតនៃសារធាតុរលាកខ្ពស់ខ្លាំងមែនទែន 당뇨가 있는 사람들은 빨리 늙습니다. ហើយអ្នកដែលមានជំងឺទឹកនោមផ្អែមគឺឆាប់ចាស់ជាងអ្នកណាទាំងអស់ 두 번째, 뚱뚱한 사람들은 염증이 많습니다. ហើយទី2គឺអ្នកធាត់ដែលមានអាការៈលើសគីឡូគឺមានគេហៅថាសារធាតុរលាកក៏ច្រើនផងដែរនៅក្នុងខ្លួន 세 번째, 스트레스가 많은 사람은 염증이 높습니다. ហើយទី3នោះអ្នកដែលតែងតែមានភាពតានតឹងមាន stress ត្រូវបានប្តីឬក៏ប្រពន្ធធ្វើបាបអ្នកហ្នឹងក៏មានសារធាតុរលាកនៅក្នុងខ្លួនច្រើនផងដែរ 네 번째, 운동 안 하고 가만히 있는 사람은 염증이 높습니다. មួយទៀតមនុស្សខ្ជិលហាត់ប្រាណបាទខ្ជិលហាត់ប្រាណមួយថ្ងៃអង្គុយតែចុចទូរស័ព្ទមើលក៏សារធាតុរលាកខ្ពស់ដូចគ្នា 다섯 번째, 술 담배 하면 술 마시고 담배 피우면 염증이 올라갑니다. ទី5ចូលចិត្តហូបអាជាចូលចិត្តហូបបារីក៏ធ្វើឲ្យសារធាតុរលាកឡើងនៅក្នុងខ្លួនលឿនផងដែរ 자, 그리고 내가 푸른편에 와 보니까 공기가 질이 그렇게 좋지 않은데 공기질이 안 좋아도 염증이 높습니다. បាទអញ្ចឹងទី6គឺបរិយាកាសដែលមិនបរិសុទ្ធបើខ្ញុំតាមខ្ញុំមើលនៅក្នុងរាជធានីភ្នំពេញគឺខ្យល់អាកាសមិនសូវបរិសុទ្ធទេដោយសារតែវាហុយដីក៏ដូចជាសម្បូរផ្សែងពុលផងដែរ 그런 사람들은 해모임을 먹어야 됩니다. ដូច្នេះអ្នកដែលស្ថិតនៅក្នុងបរិយាកាសដូច្នេះត្រូវតែទទួលទានហេម៉ូហ៊ីម 여러분, 제 나이가 몇 살인 것 같아요? អ្នកទាំងអស់គ្នាមើលមកខ្ញុំតើខ្ញុំដូចអាយុប្រហែលដែរអូ40대 38세 뭐 네. 40세 가장 많은 것 같아요. 내 나이는 បាទអាយុរបស់ខ្ញុំគឺ 58세입니다. ណា 58. អាយុបាទចាំហូរទាំងអស់គ្នា58ឆ្នាំហើយអ្នកទាំងអស់គ្នា 여러분, 해모임 먹으면 이렇게 됩니다. អ្នកទាំងអស់គ្នាហូបហេម៉ូហ៊ីមអញ្ចឹងក្មេងជាងវ័យដូចខ្ញុំអញ្ចឹងដូចខ្ញុំអញ្ចឹង 염증 관리를 잘해야 됩니다. បាទដូច្នេះត្រូវតែគ្រប់គ្រងនៅអត្រាសារធាតុរលាកក្នុងខ្លួនរបស់យើងតាមរយៈការទទួលទានហេម៉ូហ៊ីមជាប្រចាំ 염증이 올라가면 우리 몸에 DNA, 유전자가 변하기 시작합니다. បើសិនជាសារធាតុរលាកនៅក្នុងខ្លួនរបស់យើង
មានការកើនឡើងជាប្រចាំធ្វើឲ្យ DNA នៃកោសិការបស់យើងចាប់ផ្ដើមបដូររូបរាងខូចខាត 여기 있는 것처럼 유전자가 이렇게 변하기 시작합니다. បាទដូចជាការដែលខ្ញុំបានបង្ហាញនៅខាងលើបើសិនជាសារធាតុរលាកកើនឡើងនោះរូបរាងនៃ DNA មានការផ្លាស់ប្ដូរមានការខូចខាតបាក់កម្មអីចឹងទៅ 그러면 여기 있는 이런 모든 병이 다 생깁니다. បើសិនជា DNA របស់យើងមានការខូចខាតទ្រង់ទ្រាយហើយនោះបញ្ហាទាំងនេះនឹងកើតឡើងនៅក្នុងខ្លួនរបស់អ្នកទាំងអស់គ្នា 그래서 현대인들은 어떻게 하든지 염증을 줄여야 됩니다. ដូច្នេះក្នុងនាមជាយើងជាមនុស្សសម័យថ្មីយើងយល់ដឹងអំពីការប៉ះពាល់នៃសារធាតុរលាកនៅក្នុងខ្លួនដាច់ខាតត្រូវតែគ្រប់គ្រងវាឲ្យបានល្អ 여러분들이 오늘 집에 있는 것보다 이렇게 모여서 사람들하고 친하고 얘기하고 즐겁게 웃으면 염증은 내려갑니다. ហើយអ្នកទាំងអស់គ្នាមួយទៀតវិធីសាស្ត្របើថាដើម្បីបង្កើននៅការកាត់បន្ថយសារធាតុរលាកនៅក្នុងខ្លួនរបស់អ្នកទាំងអស់គ្នាបន្ថែមទៀតគឺអ្នកទាំងអស់គ្នាឧស្សាហ៍មកជុំគ្នាដូចនេះអញ្ចឹងពេលណាយើងមានការជុំគ្នាយើងជជែកកំសាន្តយើងនិយាយលេងយើងសប្បាយចិត្តជាមួយគ្នានោះសារធាតុរលាកក៏វានឹងថយចុះទៅតាមនឹងផងដែរ 해모임을 먹어도 염증이 내려갑니다. បាទហើយញ៉ាំហេម៉ូហ៊ីមក៏ធ្វើឲ្យយើងកាត់បន្ថយការកើនឡើងនៃសារធាតុរលាកដូចគ្នា 내가 사업을 하면서 도전해갖고 열심히 하면 염증이 내려갑니다. ហើយបើសិនជាយើងជាមានគំនិតវិជ្ជមានថានៅពេលដែលយើងធ្វើជំនួយឲ្យតូមីហើយយើងត្រូវតែទៅមុខទាំងអស់គ្នាសាមគ្គីគ្នានោះក៏ធ្វើឲ្យយើងកាត់បន្ថយនៅសារធាតុរលាកនៅក្នុងខ្លួនដូចគ្នា 왜냐하면 집에 가만히 있으면 염증이 올라가기 때문입니다. ព្រោះថានៅពេលដែលយើងនៅផ្ទះយើងនឹងស្មុគស្មាញយើងនឹងអបសុខធ្វើឲ្យសារធាតុរលាកកើនឡើងដោយឯង 우리 애터미 사업은 사업을 하게 되면 염증이 내려갑니다. បាទអញ្ចឹងខ្ញុំហ៊ានអះអាងថាអ្នកដែលចាក់រឹសរឹងមាំជាមួយអាតូមីសុទ្ធតែជាអ្នកដែលមានការកាត់បន្ថយសារធាតុរលាកនៅក្នុងខ្លួនអស់ទៅហើយ 그러면 우리 사업을 하게 되면 얼굴도 예뻐지고 피부도 좋아지고 염증도 내려가고 건강해집니다. អ្នកទាំងអស់គ្នាមើលដែលអ្នកចូលរួមនៅក្នុងអាតូមីជាប្រចាំស្បែកគាត់ក៏ស្អាតជាងមុនទឹកមុខគាត់ក៏ប្រសើរជាងមុនគាត់ក្មេងជាងមុនសុខភាពល្អជាងមុនហើយអ្វីដែលសំខាន់គាត់មានលុយជាងមុនទៀត 그런데 이 염증을 조절하는 아주 강력한 세포가 NK 셀입니다. បាទប៉ុន្តែទោះជាយ៉ាងណាក៏ដោយកោសិកាដែលកំចាត់នៅសារធាតុរលាកបានល្អជាងគេនៅក្នុងខ្លួនរបស់យើងគឺជាកោសិកា NK ផងដែរ 그래서 한국에서는 정말 해모임을 먹으면 얼마나 먹어야 NK 셀이 올라가서 염증을 떨어뜨리는지를 피를 뽑아서 임상 시험을 했습니다. ដូច្នេះខ្ញុំសូមត្រឡប់ទៅការដកពិសោធន៍លើរាងកាយមនុស្សគឺនៅប្រទេសកូរ៉េខ្ញុំបានបង្កើតក្រុមដកពិសោធន៍ដោយបូមឈាមអ្នកចូលរួមក្នុងការពិសោធន៍ជាមួយនឹងហេម៉ូហ៊ីមនឹងថាតើយើងគួរញ៉ាំហេម៉ូហ៊ីមប៉ុណ្ណាទើបធ្វើឲ្យកោសិកា NK មានការកើនឡើងល្អប្រសើរនិងកម្ចាត់នៅសារធាតុរលាកក្នុងរាងកាយបានល្អ 이거는 지금 우리가 내 제자들이 논문을 쓰고 있습니다. ហើយករណីដែលខ្ញុំធ្វើការពិសោធន៍រាងកាយនៅលើរាងកាយមនុស្សនេះគឺឥឡូវសិស្សប្អូនរបស់ខ្ញុំនិងសិស្សរបស់ខ្ញុំកំពុងតែសរសេរនិក្ខេបបទសរុបហើយ 그래서 다는 말할 수 없지만 내가 우리 캄보디아를 좋아하기 때문에 여기서 정말 특별하게 말을 해주려고 합니다. អំបញ្ញខ្ញុំថាប្រាប់ទាំងអស់អំពីលទ្ធផលប៉ុន្តែខ្ញុំមិនអាចប្រាប់ទាំងអស់បានទាំងអស់ទេវាវែងពេកអញ្ចឹងខ្ញុំនឹងប្រាប់លក្ខណៈពិសេសនៃលទ្ធផលនៃការធ្វើការពិសោធន៍លើរាងកាយមនុស្សរបស់ក្រុមវិជ្ជបណ្ឌិតរបស់ខ្ញុំ 해모임을 먹었더니 해모임을 3년 먹은 사람, 5년 먹은 사람, 7년 먹은 사람, 10년 먹은 사람입니다. បាទអញ្ចឹងនេះគឺជាតួលេខដែលបង្ហាញថាអ្នកដែលញ៉ាំហេម៉ូហ៊ីមបាន3ឆ្នាំបាន5ឆ្នាំ7ឆ្នាំនិង10ឆ្នាំ 정상적인 일반 사람들의 NK 셀은 500입니다. ជាក់ស្ដែងមនុស្សទូទៅដែលមិនទទួលទានហេម៉ូហ៊ីមជាមធ្យមអត្រានៃកោសិកា NK មានត្រឹមតែ500តែប៉ុណ្ណោះ 근데 해모임을 1, 2년만 먹어도 1200까지 올라갑니다. បាទអញ្ចឹងមានន័យថាយើងញ៉ាំហេម៉ូហ៊ីមតែ1ឆ្នាំទៅ2ឆ្នាំគឺយើងអាចបង្កើន
បរិមាណកោសិកា NK រហូតដល់ជាង 1000 ឯណោះ 5년을 먹으면 1,500까지 올라갑니다. ដល់ពេលញ៉ាំរយៈពេល 5 ឆ្នាំអញ្ចឹងវានឹងអាចកើនរហូតដល់ 1500 នៃកោវាខុសគ្នា 3 ដងទៅនឹងអ្នកមិនញ៉ាំ 그래서 1,500을 계속 그 주변을 유지합니다. បាទអញ្ចឹងវានឹងរក្សានៅចំនួន 1500 នេះរហូតតែម្ដងនៅសម្រាប់ការអ្នកដែលទទួលទានហេមូហ៊ីមជាប្រចាំផងដែរ 여러분 그러면 해모임을 몇 년을 먹는 게 제일 좋을까요? បាទអញ្ចឹងអ្នកទាំងអស់គ្នាតើហេមូហ៊ីមគួរញ៉ាំប្រហែលឆ្នាំជីសុកជូរ៉ូកេសុក 5년 이상. បាទអញ្ចឹងយើងញ៉ាំរហូតមានថាចាប់ពី 5 ឆ្នាំឡើងទៅ 자, 두 번째 피 검사를 했습니다. ហើយទី 2 គឺយើងបានធ្វើការពិនិត្យឈាមសារជាថ្មី 이거는 사이토카인, 인터루킨 6번을 검사하는 겁니다. បាទអញ្ចឹងយើងពិនិត្យលើសារធាតុក៏ដូចជាប្រូតេអ៊ីនសាយតូខៃនលេខ 6 ដែលមាននៅក្នុងឈាមរបស់មនុស្ស 사이토카인 6번은 염증을 확 올리는 물질입니다. បាទអញ្ចឹងសាយតូខៃនលេខ 6 នេះគឺជាសារធាតុមួយយ៉ាងដែលវាមានឥទ្ធិពលធ្វើឲ្យសារធាតុរលាកនឹងកើនឡើងភ្លាមៗក៏ថាបានដែរ 사이토카인을 잘 보면 3년만 이상만 먹으면 떨어집니다. បាទអញ្ចឹងសាយតូខៃនលេខ 6 ជាទូទៅវាមានច្រើនមែនទែននៅក្នុងខ្លួនប៉ុន្តែបរិមាណសាយតូខៃនវាមិនអាចឲ្យលើសតម្រូវការរាងកាយទេដូច្នេះការទទួលទានហេមូហ៊ីមរយៈពេល 3 ឆ្នាំធ្វើឲ្យបរិមាណសាយតូខៃនលេខ 6 ដែលតែងតែលើសជាប្រចាំហ្នឹងមានការធ្លាក់ចុះមកកម្រិតដែលរាងកាយត្រូវការ 그래서 이 이하를 유지합니다. បាទអញ្ចឹងវានឹងរក្សាស្ថិរភាពក៏ដូចជាមធ្យមភាពនៃសាយតូខៃនដែលរាងកាយត្រូវការហ្នឹងពីចន្លោះ 1 ទៅ 2 ហ្នឹងឯង 그래서 이 결과를 보고 제가 알았습니다. 왜 해모임이 효과가 있는지. ដូច្នេះក្រោយពីការពិសោធន៍បែបលទ្ធផលឃើញលទ្ធផលពិសោធន៍បែបនេះទើបខ្ញុំដឹងហើយថាអូមានមនុស្សជាច្រើនទទួលបានគេហៅថាភាពល្អប្រសើរក្នុងសុខភាពរបស់គាត់ផ្សេងៗគ្នាតាមរយៈអាការៈទាំងនឹងឯង 류마티스 관절염 이것도 염증입니다. បាទហើយមួយទៀតគឺការរលាកនៃគេហៅថាតាមសន្លាក់របស់យើងហ្នឹងក៏វាកើតចេញពីសារធាតុរលាកដែលមាននៅក្នុងរាងកាយរបស់យើងដែរ 아토피 피부염 그것도 염증입니다. ហើយការកាត់កមរមាស់ឬក៏គេហៅថាមុនធំនៅលើដងខ្លួនជាប្រចាំក៏វាបណ្ដាលមកពីសារធាតុរលាកនៅក្នុងរាងកាយផងដែរ 여성들의 생리가 제대로 안 나오고 힘들고 아픈 것도 염증 반응 중에 하나입니다. ហើយពាក់ព័ន្ធមួយទៀតគឺសម្រាប់ស្ត្រីដែលគាត់ពិបាកនៅពេលមានរដូវឬក៏រដូវមិនទៀងឬក៏មានថាមានជំងឺផ្នែករដូវហ្នឹងក៏ដោយសារតែសារធាតុរលាកនៅក្នុងរាងកាយដូចគ្នា 밥만 먹으면 바로 화장실 가고 밥만 먹으면 화장실 가고 불편한 것도 염증 반응 중에 하나입니다. បាទហើយបើសិនជាទទួលទានអាហារហើយចុកឆ្អល់ចង់ទៅបន្ទប់ទឹកឬក៏ឧស្សាហ៍រាករូសក៏វាបណ្ដាលមកពីសារធាតុរលាកនៅក្នុងរាងកាយដូចគ្នា 그래서 여러분들이 애터미의 건강기능식품을 어떻게 먹어야 될지를 저한테 많이 물어봅니다. បាទដូច្នេះហើយមានមនុស្សជាច្រើនតែងមកសួរខ្ញុំថាតើគួរតែទទួលទានហេមូហ៊ីមបែបណាទើបវាស័ក្តិសមបំផុតសម្រាប់រាងកាយរបស់យើង 여러분들이 아무리 어떤 걸 좋은 걸 먹더라도 가장 기본적인 거는 먹어야 됩니다. បាទអញ្ចឹងទោះបីជាអ្នកទាំងអស់គ្នាទទួលទាននៅអាហារសុខភាពឬក៏ការគ្រប់គ្រងសុខភាពតាមរយៈការទទួលទានអាហារល្អយ៉ាងណាក៏ដោយប៉ុន្តែដាច់ខាតត្រូវតែមានមូលដ្ឋានគ្រឹះមួយដែលយើងត្រូវតែអនុវត្ត 자, 첫 번째는 물. ទី1ត្រូវតែទី1គឺទឹក 두 번째는 비타민. ទី2គឺវីតាមីន 세 번째는 미네랄. ទី3គឺសារធាតុរ៉ែ 그래서 물, 비타민, 미네랄은 여러분들이 기본적으로 다 채워줘야 좋은 음식을 먹든 뭘 하든 다 효과가 있습니다. ដូច្នេះតតែអ្នកទាំងអស់គ្នាមានសារធាតុទឹកមានសារធាតុវីតាមីនសារធាតុរ៉ែនៅក្នុងខ្លួនគ្រប់គ្រាន់ទើបយើងទទួលទានអាហារដែលល្អទៅវាទទួលបានប្រសិទ្ធភាពខ្ពស់ 물, 비타민, 미네랄을 먹은 다음에는 해모임을 반드시 먹어줘야 됩니다. បាទអញ្ចឹងបើសិនយើងមានទឹកគ្រប់គ្រាន់
យើងទទួលទានវីតាមីនគ្រប់គ្រាន់សារធាតុរ៉ែគ្រប់គ្រាន់ហើយយើងទទួលទានហេម៉ូហ៊ីមទៅនោះប្រសិទ្ធភាពនឹងផ្ទុះឡើង 그래야 우리가 원하는 효과가 피를 타고 혈관을 따라서 우리가 원하는 모든 장기에 도달하기 때문입니다. ព្រោះថាតតែមានជីវជាតិដែលត្រូវដឹកជញ្ជូនទៅយើងទទួលទានហេម៉ូហ៊ីមទៅការដឹកជញ្ជូននៃក្របឈាមហ្នឹងវាបានល្អប្រសើរ 그래서 해모임은 면역도 좋게 하는데 피로도 개선시킵니다. ហើយហេម៉ូហ៊ីមមិនត្រឹមតែជួយទៅដល់ប្រព័ន្ធភាពស៊ាំទេហេម៉ូហ៊ីមថែមទាំងជួយទៅដល់ការកាត់បន្ថយភាពអស់កម្លាំងឬក៏បំបត្តិភាពអស់កម្លាំងផងដែរ 이것도 우리가 임상 시험을 했습니다. ហើយយើងមិនមែនគ្រាន់តែនិយាយតែមកទេគឺយើងមានការដកពិសោធន៍លើរាងកាយមនុស្សដោយផ្ទាល់ 해모임을 먹은 사람들은 이렇게 피로가 떨어집니다. បាទអញ្ចឹងអ្នកដែលទទួលទានហេម៉ូហ៊ីមជាប្រចាំនោះអាការៈនៃការអស់កម្លាំងរបស់គាត់មានការធ្លាក់ចុះជាប្រចាំមានថាកម្លាំងគាត់មានឡើងវិញ 그런데 해모임을 잘 안 먹는 사람들은 피로가 계속 유지됩니다. ប៉ុន្តែអ្នកដែលមិនទទួលទានហេម៉ូហ៊ីមអញ្ចឹងភាពអស់កម្លាំងងើបពីគេងមកអត់ចង់ងើបពីកន្ទេលអីហ្នឹងគឺនៅកើតមានជារៀងរាល់ថ្ងៃ 그래서 이것 때문에 한국의 배드민턴 국가대표 선수들이 우리 해모임을 먹기 시작했습니다. ដូច្នេះហើយតាមរយៈលទ្ធផលពិសោធន៍មួយនេះគឺក្រុមកីឡាករជម្រើសជាតិវាយរ៉ាកែតរបស់ ដែលភាសាអង់គ្លេសគេហៅថា badminton បាទរបស់កូរ៉េបានជ្រើសរើសហេម៉ូហ៊ីមជាអាហារសុខភាពគោលសម្រាប់ក្រុមពួកគេផងដែរ 왜냐하면 우리 해모임은 도핑 테스트를 해도 아무 문제가 없기 때문입니다. ព្រោះថាហេម៉ូហ៊ីមត្រូវបានឆ្លងកាត់ការពិសោធន៍នៅជាមួយនឹងគណៈកម្មការគ្រប់គ្រងជីវជាតិទៅលើកីឡាករជម្រើសជាតិរួចហើយថាវាអត់មានសារធាតុដែលហាមឃាត់នៅក្នុងការប្រើប្រាស់សម្រាប់កីឡាករនោះទេ 그래서 우리 회사는 한국의 국가대표 선수들과 후원 계약을 맺었습니다. ដូច្នេះហើយសប្តាហ៍ថ្ងៃគឺអាតូមីនៅកូរ៉េបានធ្វើការចុះអនុសារណៈយោគយល់ឬក៏ថា MOU ជាមួយនឹងក្រុមកីឡាករជម្រើសជាតិនៅប្រទេសកូរ៉េផងដែរ 여러분 캄보디아도 배드민턴을 아주 좋아하죠? អ្នកនរគ្នានៅប្រទេសកម្ពុជាក៏កីឡាកររ៉ាកែត badminton ហ្នឹងក៏គេចូលចិត្តដែរត្រូវទេត្រូវអត់ 여러분들이 한국의 국가대표를 검색하면 해모임 로고, 유니폼에 로고를 달고 뛰는 거를 볼 수 있을 겁니다. បើសិនជាអ្នកទាំងអស់គ្នាឆែកមើលនៅលើអ៊ីនធឺណិតហើយវាយថាក្រុមកីឡាករវាយ badminton ជម្រើសជាតិកូរ៉េនោះអ្នកទាំងអស់គ្នានឹងឃើញពួកគាត់ពាក់អាវឯកសណ្ឋានដែលមានវាយ logo ហេម៉ូហ៊ីមនិងអាតូមីនៅលើនោះផងដែរ 이렇게 해모임은 많은 연구를 하고 있습니다. បាទនេះគឺជាចំនួនដែលគេធ្វើការស្រាវជ្រាវសិក្សាក៏ដូចនៅសារព័ត៌មានពាក់ព័ន្ធជាមួយនឹងហេម៉ូហ៊ីមផងដែរ 면역을 좋게 하고 피로를 좋게 한다는 제품을 특허나 논문을 35개라고 되어 있는데 지금은 37개입니다. បាទអញ្ចឹងបើនៅក្នុង slide នេះគឺនិកាយបបត្តិដែលសិក្សាអំពីប្រសិទ្ធភាពហេម៉ូហ៊ីមគឺដាក់តែ35មែនប៉ុន្តែសប្តាហ៍ថ្ងៃឡើងពីទៀតហើយគឺ37ឯណោះ 이렇게 37개의 논문을 쓰는 제품은 거의 없습니다. ខ្ញុំហ៊ានអះអាងថាពាក់ព័ន្ធជាមួយនឹងអាហារសុខភាពមិនងាយមានការសរសេរនិកាយបបត្តិរហូតដល់ជាង30អញ្ចឹងទេ 왜냐하면 면역 임상 시험은 결과가 잘 나오기가 쉽지 않기 때문입니다. ព្រោះថាពាក់ព័ន្ធជាមួយនឹងអាហារសុខភាពដែលជួយទៅដល់ប្រព័ន្ធភាពស៊ាំគឺមិនងាយទទួលបាននៅលទ្ធផលល្អដូចហេម៉ូហ៊ីមឡើយ 염증 임상 시험도 효과가 잘 나오기 어렵습니다. ហើយការពិនិត្យទៅលើសារធាតុរលាកនៅក្នុងរាងកាយដែលត្រូវបានកាត់បន្ថយក៏មិនងាយមានអត្រាល្អដូចដែលហេម៉ូហ៊ីមបានមានប្រតិកម្មទៅលើរាងកាយមនុស្សផងដែរ 하지만 우리는 이렇게 멋있는 정말 최고의 해모임이 있기 때문에 우리는 앞으로도 많은 연구를 통해서 글로벌 모든 사람에게 해모임을 알릴 겁니다. ប៉ុន្តែហេម៉ូហ៊ីមគឺទទួលបានជាលទ្ធផលល្អជាប្រចាំក្រោយពីការធ្វើពិសោធន៍លើរាងកាយមនុស្សដោយផ្ទាល់ដូច្នេះតទៅមុខទៀត
នឹងមានមនុស្សជាច្រើនទូទាំងពិភពលោកស្គាល់ហេម៉ូហ៊ីមកាន់តែច្រើនដូចគ្នា 자, 다음번 오른손 한번 들어볼까요? បាទអញ្ចឹងសូមលើកដៃស្ដាំឡើងទាំងអស់គ្នាមួយ 자, 제가 애터미 이러면 여러분들은 해모임 하면 됩니다. បាទអញ្ចឹងនៅពេលដែលខ្ញុំស្រែកថាអាតូមីអ្នកទាំងអស់គ្នាស្រែកថាហេម៉ូហ៊ីមឲ្យលឺទាំងអស់គ្នាបានអត់អូខេ 애터미! 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 감사합니다. បាទសូមអរគុណ ចាក្បោះក្បាយទាំងអស់គ្នាចាដូច្នេះហេមហ៊ីមរបស់យើងគឺមានលោកគ្រូពេទ្យដែលធ្វើការបកស្រាយនៅថ្ងៃនេះបានយ៉ាងលម្អិតផងដែរសង្ឃឹមថាអស់លោកស្រីកញ្ញាទទួលទានដោយទំនុកចិត្តផងដែរដូច្នេះជាការអរគុណក៏សូមស្នើតែដៃទៅដល់លោកយុនយ៉ាង